នេះគឺជារណ្ដៅពស់នឹងឯពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់អត់ច្រឡំទេនឹងឯរណ្ដៅនឹងគឺជារណ្ដៅពស់តោះឥឡូវពុកម៉ែបងប្អូនទៅមើលសកម្មភាពរូបរាងរណ្ដៅពស់ជាមួយខ្ញុំទាំងអស់គ្នានៅខាងក្នុងហើយចាំខ្ញុំប្រាប់ថាហេតុអីបានជារណ្ដៅនឹងគេហៅថារណ្ដៅពស់នឹងឯចាំខ្ញុំប្រាប់ពុកម៉ែបងប្អូនបដាហើយពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅមើលវីដេអូនឹងបដាទៅនឹងឯចាំខ្ញុំនិយាយមួយដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានឹងឯស្ដាប់តន់នឹងឯមូលហេតុដែលគេហៅថារណ្ដៅនឹងគឺជារណ្ដៅពស់នឹងឬនឹងកាត់ឡើងប្រហែលជា10ឆ្នាំមុននឹងឯពីព្រោះរណ្ដៅនឹងគេទុកចោលប្រហែលជា10ឆ្នាំហើយនឹងឯដំបូងឡើយរណ្ដៅនឹងគឺជារណ្ដៅរបស់ក្រុមហ៊ុននឹងឯក្រុមហ៊ុនដែលរុករករ៉ែមាសហើយបន្ទាប់មកក្រុមហ៊ុននឹងក៏ចេញពីកន្លែងនឹងឯទៅធ្វើកន្លែងផ្សេងនឹងឯទៅធ្វើកន្លែងផ្សេងក៏ទុករណ្ដៅនឹងចោលយូរឆ្នាំទៅនឹងឯក៏មានប្រជាពលរដ្ឋដែលក៏រករ៉ែមាសនឹងឯប្រជាពលរដ្ឋខ្មែរយើងហ្នឹងគាត់ចូលមករករ៉ែមាសនឹងឯពេលចូលមករកទៅនឹងឯគាត់ក៏ប្រទះឃើញសត្វពស់កំពុងតពងកន្លែងមាត់ដៅកន្លែងផ្លូវចូលដំបូងហ្នឹងនឹងឯហើយពស់ហ្នឹងគឺជាពស់វែកទៀតនឹងឯមិនមែនជាពស់ព្រៃពស់អីធម្មតាទេហើយគាត់ឃើញហើយគាត់ក៏ទៅប្រាប់អ្នកដរោមាសនៅចិត្តហ្នឹងគាត់ថាកុំឲ្យចូលរណ្ដៅហ្នឹងមានពស់វែកកំពុងតពងអីចឹងទៅហើយក៏មានអ្នកខ្លះក៏គេជឿមានអ្នកខ្លះគេអត់ជឿអញ្ចឹងអ្នកខ្លះក៏អត់ជឿគាត់ក៏មកមើលហ្នឹងហើយពីព្រោះអ្នករករ៉ែមាសអ្នកខ្លះគេកុហកអីចឹងណាដើម្បីចង់សងំយករ៉ែតែឯងទៅកុំឲ្យគេចូលមកអញ្ចឹងណាតែពេលគាត់មកមើលឃើញពស់មែនហ្នឹងហើយតែពេលឃើញពស់មែនអញ្ចឹងក៏ពស់នឹងវាមានពងមានអីហើយបន្ទាប់មកក៏អត់មានអ្នកចូលទេបន្ទាប់មកពស់នឹងកន្លែងនឹងពស់នឹងញាស់ហើយនឹងឯងវាយូរខែហើយនឹងឯងយូរខែយូរថ្ងៃហើយពស់នឹងក៏វាញាស់នឹងឯងវាក៏ចេញពីរណ្ដៅនឹងហើយក៏មានប្រជាពលរដ្ឋគាត់ក៏ចូលក្នុងរណ្ដៅនឹងទៀតនឹងឯងចូលទៅក៏តែងតែឃើញពស់ញយនៅក្នុងរណ្ដៅនឹងតែពស់ខ្លះមានពឹសនឹងឯងពស់ខ្លះអត់មានពឹសទេនឹងឯងហើយមូលហេតុដែលគេហៅថារណ្ដៅនឹងគឺជារណ្ដៅពស់នឹងតែពិតជាឈ្មោះទេដោយសារតែរឿងហេតុដូចខ្ញុំនិយាយប្រាប់ពុកម៉ែបងប្អូនចឹងឯងដោយសារតែរណ្ដៅនឹងគឺពេលដែលចូលពេលណានឹងឯងតែងតែឃើញមានពស់រហូតនឹងឯងសំបីមិនបាច់តែគេឃើញទេពុកម៉ែបងប្អូនអរគ្នាសំបីតែខ្ញុំចូលនឹងក៏ខ្ញុំឃើញតែញយដែរនឹងឯងប៉ុន្តែខ្ញុំឃើញនឹងគឺជាពស់អត់មានពឹសនឹងឯងចឹងខ្ញុំឃើញតែញយទេហើយប៉ុន្តែថ្ងៃនេះខ្ញុំចូលមកនេះខ្ញុំមកថតនឹងគឺអត់ឃើញទេសង្ស័យតែវាចេញទៅរស់ស៊ីរស់អីចឹងណារឿងនឹងគឺជារឿងពិតពុកម៉ែបងប្អូនអរគ្នានឹងឯងមិនមែនជារឿងប្រឌិតទេនឹងឯងគឺជារឿងពិតដោយសារតែរឿងនឹងកើតឡើងរណ្ដៅនឹងប្រហែលជា10ឆ្នាំហើយខ្ញុំក៏នៅក្នុងហេតុការណ៍នឹងដែរពីព្រោះខ្ញុំរោមាស10ឆ្នាំជាងហើយអញ្ចឹងរឿងរ៉ាវប្រវត្តិនៅតំបន់ហ្នឹងរឿងណាដែលខ្ញុំដឹងគឺខ្ញុំប្រាប់ពុកម៉ែបងប្អូនពិតនឹងឯងគឺខ្ញុំអត់កុហកទេហើយនេះគឺជារូបរាងរណ្ដៅពស់ដែលគេហៅថារណ្ដៅពស់នឹងឯងគឺរូបរាងបែបនឹងឯងដោយសារតែរណ្ដៅហ្នឹងគេទុកចោលប្រហែលជា10ឆ្នាំហើយអញ្ចឹងវាទ្រុឌទ្រោមកន្លែងខ្លះវាមានបាក់មានអីអញ្ចឹងទៅហើយរណ្ដៅហ្នឹងគឺជ្រៅពុកម៉ែបងប្អូនអរគ្នាគឺវាមានពីរប្រឡោះនឹងហើយមានប្រឡោះទៅត្រង់នេះមួយនឹងហើយប្រឡោះខាងឆ្វេងនេះមួយទៀតហើយខ្ញុំក៏ចូលទៅខាងប្រឡោះខាងឆ្វេងដើម្បីចូលទៅថតឲ្យពុកម៉ែបងប្អូនអរគ្នាមើលអញ្ចឹងណានឹងហើយចង់ទៅមើលថាគេររ៉ែកន្លែងអណ្ដៅពស់នឹងគេជីករ៉ែបែបណាហើយចូលមកដល់នេះពុកម៉ែបងប្អូនឃើញអត់នឹងហើយមានអានេះគេហៅថាសបុកស្មោចឬក៏សបុកកាឌៀនឹងហើយគឺវាមកពូនធ្វើសបុកនៅកន្លែងនឹងហើយមានសត្វកដោសត្វអីហើយមានសត្វដកជាវនឹងដោយសារតែរណ្ដៅនឹងយើងទុកចោលយូរឆ្នាំអញ្ចឹងវាតែងតែមានសត្វមានអីចូលហើយនឹងហើយភាគច្រើននឹងគឺជាសត្វពស់នឹងឯងពុកម៉ែបងប្អូនទាំងគ្នានឹងហើយសត្វពស់វាតែងតែចូលមកនៅប៉ុន្តែសត្វពស់វាចូលមកវាចូលអត់ដែលសូវបានជ្រៅទេពស់គឺវាចូលមកគឺវានៅអាកន្លែងចិត្តមាត់រណ្ដៅទេនឹងហើយគឺវាចូលបានជ្រៅទេហើយកន្លែងនេះគឺខ្ញុំចូលទៅនឹងគឺខ្ញុំចូលទៅថតថាតើគេយករ៉ែដែលជីករ៉ែកន្លែងរណ្ដៅពស់នឹងតើរូបរាងរ៉ែនឹងគឺបែបណានឹងហើយឥឡូវពុកម៉ែបងប្អូនទាំងគ្នាចូលទៅមើលទៅចាំដល់កន្លែងហ្នឹងចាំខ្ញុំប្រាប់ហ្នឹងឯងហើយរណ្ដៅផ្សេងអត់សូវមានពស់ទេពុកម៉ែបងប្អូនទាំងគ្នាហ្នឹងឯងអញ្ចឹងគឺមានតែរណ្ដៅនេះទេយល់ទៅគឺពស់
ភាគច្រើនគឺវាមិននៅតែនៅក្នុងរណ្ដៅនេះទេអត់ដឹងថាមូលហេតុអីទេរណ្ដៅផ្សេងវាមានដែរតែវាមិនមែនមានញឹកញាប់ដូចរណ្ដៅនេះយរួមរណ្ដៅនេះឲ្យអ្នកខ្លះចូលពេលណាដឹងតែឃើញពស់អញ្ចឹងបានជាគេហៅរណ្ដៅនឹងជារណ្ដៅពស់ហ្នឹងហើយដោយសារតែរណ្ដៅហ្នឹងវាមានពស់ចូលនៅច្រើនហ្នឹងហើយមានពស់ចូលនៅច្រើនអញ្ចឹងក៏ប្រជាពលរដ្ឋដែលគាត់ររ៉ែនៅតំបន់ហ្នឹងគាត់ហៅលេងអញ្ចឹងណាតែពេលយូរទៅក៏ហៅជាប់អណ្ដៅនឹងរហូតដល់សពថ្ងៃហៅថាអណ្ដៅហ្នឹងគឺជាអណ្ដៅពស់អញ្ចឹងទៅហ្នឹងហើយហើយនេះគឺជាដុំរ៉ែមាសពុកម៉ែបងប្អូនទាំងអស់គ្នានៅនឹងដៃដែលខ្ញុំកំពុងតែកាន់ហ្នឹងអានឹងគេហៅថាដុំរ៉ែមាសប៉ុន្តែដោយសារតែរ៉ែហ្នឹងវាអត់សូវមានមាសវាមានតិចពេកអញ្ចឹងណាហើយគេធ្វើអត់ចំណេញអញ្ចឹងគេក៏ឈប់ធ្វើទៅដោយសារតែវាមានមាសតិចតួចហ្នឹងហើយអញ្ចឹងខ្ញុំក៏ថតឲ្យពុកម៉ែបងប្អូនទាំងគ្នាឲ្យបានស្គាល់ថានេះគឺជាប្រភេទរ៉ែដែលមានមាសហ្នឹងហើយប៉ុន្តែដោយសារតែវាមានតិចពេកហ្នឹងហើយពេលមានតិចពេកទៅគេអត់ចូលទេហ្នឹងហើយដោយសារធ្វើវាអត់ចំណេញអញ្ចឹងណាហ្នឹងហើយខ្ញុំកំពុងតែចូលទៅមើលខាងក្នុងទៀតដើម្បីឲ្យពុកម៉ែបងប្អូនទាំងគ្នាបានមើលហើយខ្ញុំក៏ចូលបានយូរដែរហ្នឹងហើយដោយសារតែរណ្ដៅហ្នឹងវាទ្រុឌទ្រោមពេកហ្នឹងហើយទ្រុឌទ្រោមពេកហើយណាមួយវាហប់វាស្អុយអាចកជីវផងដោយសារតែនៅក្នុងហ្នឹងមានសត្វបជីវរស់នៅអញ្ចឹងក៏វាជុះអាចពេញហ្នឹងអញ្ចឹងក៏អត់សូវមានខ្យល់អុកស៊ីសែនផងហើយធំអាកជីវនឹងផងវារាងចង់ពុលដែរហើយនេះរូបភាពនៅខាងក្នុងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងវីដេអូខ្ញុំអត់មានអីទេពុកម៉ែបងប្អូនអរគ្នានឹងឲ្យមានតែថតរណ្ដៅរ៉ែមាសហើយនឹងពីការរមាសដើម្បីចែកជូនពុកម៉ែបងប្អូនអរគ្នាបានមើលបានទស្សនាប៉ុណ្្នឹងឯងអញ្ចឹងពុកម៉ែបងប្អូនអរគ្នានឹងឲ្យចូលចិត្តនឹងឲ្យកុំភ្លេចជួយ share វីដេអូម្នាក់មួយឬក៏ follow ម្នាក់មួយផងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនអរគ្នាអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់នឹងឲ្យអរគុណច្រើន